ចានាងខ្ញុំឈ្មោះសកន្ទ្រាជាមន្ត្រីឃ្លាំងឱសថនៅការិយាល័យស្រុកប្រតិបត្តិដែលប្រចាំការនៅមណ្ឌលភេសជ្ជៈនៅកន្លែងនេះដែរបងសម្រាប់ក្រុមការងាររបស់ក្រុមការងារអ្នកគ្រូតើប្រចាំការតាំងពីថ្ងៃណាមកដែរហើយកិច្ចការងារសំខាន់ចម្បងអីខ្លះដែរជួយដល់ជនភេសជ្ជៈនេះពេលនេះចាអរគុណបងចំពោះក្រុមការងាររបស់ខ្ញុំគឺបានប្រចាំការនៅទីនេះតាំងពីថ្ងៃទី8តាំងពីមានការផ្ទុះអាវុធមកហើយក្រុមការងាររបស់ខ្ញុំបានរៀបចំដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋភេសជ្ជៈនៅទីនេះគឺសង្គ្រោះបឋមយើងផ្ដល់សង្គ្រោះបឋមចំពោះជំងឺដែលធ្ងន់ធ្ងរយើងនឹងបញ្ជូនទៅមន្ទីរពេទ្យអាចនិយាយបានថាមកដល់ពេលនេះរយៈពេល10ថ្ងៃជាងហើយអញ្ចឹងអ្នកដែលទទួលរងផលប៉ះពាល់សម្រាប់ជនភេសជ្ជៈនេះគាត់មានអាការៈអីភាគច្រើនសម្រាប់នៅទីនេះចាបងភាគច្រើននៅទីគាត់តេតូនឹងផ្លូវដង្ហើមគឺគាត់មានក្អកដាសាយជាច្រើនមួយទៀតតេតូនឹងជំងឺរាករូសក៏គាត់មានបញ្ហាច្រើនដែរតេតូនឹងអនាម័យណាបងចាអញ្ចឹងហើយបើលើសពីនឹងទៀតមានស្ត្រីសម្រាប់កូនគាត់ខាងយើងខ្ញុំនឹងបញ្ជូនគាត់ទៅមន្ទីរពេទ្យចាចុះកុមារតូចវិញចាចំពោះកុមារតូចគឺតេតូផ្លូវដង្ហើមខ្លាំងបងព្រោះអីគាត់រស់នៅជុំគ្នាជាមួយនឹងគ្នាអញ្ចឹងការឆ្លងគឺភាគរយច្រើនបងចាចង់នឹងថាតើក្រុមគ្រូពេទ្យប្រតិបត្តិរបស់អ្នកគ្រូនឹងប្រចាំការមិនដែរក្នុងមួយថ្ងៃហើយមានក្រុមការងារប្រមាណដើម្បីជួយសង្គ្រោះជនភេសជ្ជៈរបស់យើងនៅទីនេះចាបងក្រុមការងាររបស់ខ្ញុំគឺចែកចេញជា5ក្រុមហើយក្រុមរបស់យើងខ្ញុំគឺប្រចាំការ24ម៉ោងដើម្បីបម្រើការជូនប្រជាពលរដ្ឋយើងដែលភេសជ្ជៈមកដល់ទីនេះចា